ក្នុងមួយឆ្នាំប្រទេសអេស៊ីបអាចរកលុយបានរាប់ពាន់លានដុល្លារដោយមិនចាំបាច់ធ្វើអ្វីសោះដោយសារតែអេស៊ីបមានដីប្រវែងប្រមាណជាង200គីឡូម៉ែត្រដែលជាផ្លូវទឹកយ៉ាងសំខាន់សម្រាប់ពិភពលោកដើម្បីយល់ថាហេតុអ្វីបានជាដីប្រវែង200គីឡូម៉ែត្រនឹងជាម៉ាស៊ីនបោះពុម្ពលុយយើងត្រូវទៅមើលភូមិសាស្ត្ររបស់វាជាមុនសិនដីនេះគឺជាព្រែកជីកស៊ុយអេគឺជាផ្លូវទឹកដ៏សំខាន់បំផុតដែលតភ្ជាប់សមុទ្រក្រហមនិងសមុទ្រមេឌីទែរ៉ាណេបើគ្មានព្រែកជីកនេះទេកប៉ាល់ដឹកទំនិញពីអាស៊ីទៅអឺរ៉ុបត្រូវបង្ខំចិត្តបើកវាងជុំវិញទ្វីបអាហ្វ្រិកការធ្វើដំណើរផ្លូវវាងនេះត្រូវបន្ថែមចម្ងាយផ្លូវរាប់ពាន់គីឡូម៉ែត្រនិងខាតពេលវេលាពី10ទៅ14ថ្ងៃនិងខាតប្រេងអស់រាប់សែនដុល្លារដូចនេះពេលវេលាគឺជាមាសប្រាក់ក្រុមហ៊ុនកប៉ាល់យក្សជុំវិញពិភពលោកសុខចិត្តបង់លុយឲ្យអេស៊ីបរាប់សែនដុល្លារក្នុងកប៉ាល់មួយគ្រឿងដើម្បីបើកឆ្លងកាត់ព្រែកជីកស៊ុយអេនេះអេស៊ីបអាចរកលុយបានពីព្រែកនេះដោយសារតែព្រែកនេះបង្កើតឡើងដោយមនុស្សដោយព្រែកជីកនេះត្រូវបានបើកឲ្យប្រើប្រាស់ក្នុងឆ្នាំ1869តាមគម្រោងសាងសង់របស់បារាំងនិងប្រើកម្លាំងពលកម្មជនជាតិអេស៊ីបរាប់សែននាក់ប៉ុន្តែរឿងដែលគួរឲ្យហួសចិត្តនោះគឺការពីព្រែកនេះទៅនឹងជីកហើយអេស៊ីបមិនមែនជាអ្នកប្រមូលលុយនោះទេផលចំណេញស្ទើរតែទាំងអស់បានធ្លាក់ចូលទៅក្នុងធុងលុយរបស់បារាំងនិងអង់គ្លេសរហូតដល់ឆ្នាំ1956របបប្រវត្តិសាស្ត្របានមកដល់នៅពេលប្រធានាធិបតីអេស៊ីបបានដណ្ដើមយកព្រែកជីកនេះមកធ្វើជាកម្មសិទ្ធិជាតិអេស៊ីបវិញទាំងស្រុងរឿងនេះបានបង្កជាសង្គ្រាមដ៏ធំមួយប៉ុន្តែចុងក្រោយអេស៊ីបជាអ្នកឈ្នះដោយសារតែមហាអំណាចសូវៀតនិងអាមេរិកបានគំរាមទៅលើបារាំងនិងអង់គ្លេសឲ្យដកថយហើយនេះហើយទើបសពថ្ងៃបានជាលុយរាប់ពាន់ដុល្លារបានហូរចូលទៅក្នុងកាបូបលុយរបស់រដ្ឋាភិបាលអេស៊ីបដោយនៅក្នុងឆ្នាំ2023អេស៊ីបបានរកចំណូលបានទៅដល់ជាង10,000លានដុល្លារឯណោះទោះជាយ៉ាងណាគ្មានលុយឯណារកបានស្រួលរហូតនោះទេពីព្រោះផ្លូវទឹកនេះតូចចង្អៀតនឹងត្រូវការថែទាំហើយកប៉ាល់ពាណិជ្ជកម្មកាន់តែធំទៅកាលពីឆ្នាំ2021នៅពេលដែលកប៉ាល់យក្សមួយគ្រឿងមានឈ្មោះថា Ever Given បានជាប់ស្ទះគាំងទទឹងផ្លូវដោយសារតែខ្យល់ព្យុះកប៉ាល់នេះបានបិទផ្លូវទឹកជិតមួយសប្តាហ៍គ្រាន់តែការគាំងរបស់កប៉ាល់មួយគ្រឿងនេះវាបានធ្វើឲ្យកកស្ទះខ្សែសង្វាក់ផ្គត់ផ្គង់និងខាតបង់សេដ្ឋកិច្ចពិភពលោកអស់រាប់ពាន់លានដុល្លារក្នុងមួយថ្ងៃចាប់ពីឆ្នាំ2024ដល់ឆ្នាំ2025ការវាយប្រហារលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហមបានធ្វើឲ្យកប៉ាល់ធំខ្លាចរអានិងបង្ខំចិត្តឲ្យជិះវាងផ្លូវទៅតាមទ្វីបអាហ្វ្រិកវិញវិបត្តិនេះបានធ្វើឲ្យអេស៊ីបដេកបែកញើសពីព្រោះវាបានប្លន់យកចំណូលរបស់អេស៊ីបជិត7ទៅ9,000លានដុល្លារឯណោះក្នុងពេលនោះដើម្បីដោះស្រាយបញ្ហានឹងការពេលកុំឲ្យកប៉ាល់កកស្ទះខ្លាំងអេស៊ីបបានបង្ខំចិត្តចំណាយលុយរាប់ពាន់លានដុល្លារដើម្បីធ្វើការជួសជុលនិងពង្រីកព្រែកជីកនៅភាគខាងត្បូងដោយសារជម្រៅទឹកឲ្យកាន់តែជ្រៅដល់ទៅ22ម៉ែត្រនិងពង្រីកទទឹងផ្លូវទឹកចេញទៅខាងកើត40ម៉ែត្របន្ថែមទៀតដើម្បីបង្កើនផ្លូវបើកដែលអនុញ្ញាតឲ្យកប៉ាល់យក្សធំអាចបើកជាគ្នាបានយ៉ាងមានសុវត្ថិភាពចុះសម្រាប់អ្នកទាំងអស់គ្នាវិញក្រោយពីដឹងរឿងរ៉ាវទាំងអស់នេះហើយអ្នកទាំងអស់គ្នាគិតថាព្រែកជីកស៊ុយអេនេះអាចរកលុយបានដោយស្រួលឬក៏គិតថាគ្មានលុយឯណារកបានស្រួលនោះទេ